សួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកសារធាតុគីមីម្យ៉ាងឈ្មោះហ្វុកម៉ុលជាទូទៅបងប្អូនអាចស្គាល់ហើយហ្វុកម៉ុលគេប្រើចំពោះសាកសពដែលគេចាក់នៅក្នុងសាកសពឬក៏គេក្រាមសាកសពកុំឲ្យស្អុយជៀសវាងការស្អុយដូច្នេះការខ្ញុំនៅរៀនគេត្រាំសាកសពនៅទុកដើម្បីឲ្យសិស្សទៅសិក្សាពីសរីរាង្គរបស់មនុស្សអញ្ចឹងចំពោះហ្វុកម៉ុលនេះគេអាចនឹងដាក់នៅលើសាច់ដែលដូចជាបន្លែឬក៏សាច់ដែលប្រកកដែលឬក៏សាច់ដែលគេនាំទៅឆ្ងាយដើម្បីទុកឲ្យបានយូរកុំឲ្យខូចចំពោះហ្វុកម៉ុលនេះវាប៉ះពាល់ទៅដល់សុខភាពដូចជាតកតងជាមួយនឹងការយើងទៅប៉ះពាល់ឬក៏ចូលទៅវាមានធុំឈួរធ្វើឲ្យយើងប៉ះពាល់ទៅដល់ភ្នែកអាចធ្វើឲ្យលាកភ្នែកធ្វើឲ្យលាកច្រមុះអាចធ្វើឲ្យលាកពងកពេលណាយើងហត់ចូលអាចមួយទៀតចូលទៅដល់សួតយើងអាចឲ្យយើងមានបញ្ហាលាកសួតជាដើមដែរហើយតកតងជាមួយនឹងគេដាក់នៅក្នុងសាច់ប្រកកគេហៅសាច់ដើម្បីកុំឲ្យខូចនោះដូចជាសាច់ប្រកកតាមគ្រឿងសមុទ្របន្លែស្រស់ហ្នឹងគោពេលណាយើងញ៉ាំចូលទៅវាអាចនឹងប៉ះពាល់ទៅដល់កាពះយើងធ្វើឲ្យយើងឈឺកាពះរាកកាពះក្អួតចង្អោររាកឬក៏សន្លប់រហូតដល់អាចដល់ស្លាប់ក៏មានដែរអញ្ចឹងបើអ្នកខ្លះដូចជាអ្នកខ្លះអាចនឹងគាត់ញ៉ាំទៅគាត់អ្នកខ្លះគេអាចទៅច្រឡំអីហ្នឹងក៏អាចឲ្យស្លាប់ដែរពេលណាផឹកណាអាហ្នឹងពួកហ្វុកម៉ុលហ្នឹងក៏អាចដែរគេច្រឡំអញ្ចឹងជៀសវាងណារាល់ហ្វុកម៉ុលគឺជាសារធាតុគីមីមួយយ៉ាងគឺពុលដល់សុខភាពហើយអាចនឹងឲ្យយើងចេញរមាស់ស្បែកជាដើមពេលណាយើងទៅចិត្តប៉ះវាហ្នឹងជាដើមអញ្ចឹងបើបងប្អូនដែលចូលចិត្តបរិភោគអាហារប្រកកឬក៏សាច់ឬក៏ជាអ្វីដែលប្រកកគឺសូមជៀសវាងទៅព្រោះភាគច្រើនគេដាក់សារធាតុហ្នឹងនេះគឺការសិក្សារកឃើញពីប្រទេសកាណាដាដែលគេសិក្សាថារាល់អាហារគ្រឿងសមុទ្របន្លែដែលយកទៅឆ្ងាយពីច្រើនគេដាក់ពួកហ្វុកម៉ុលជាដើមអញ្ចឹងបើបងប្អូនជៀសវាងអាហារនេះអាចនឹងសុខភាពរបស់បងប្អូនអាចនឹងមិនជាឈឺឬក៏ខ្សោយជាដើមអរគុណច្រើន